ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលវេលាថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទទៀតហើយក្នុងការមើលអំពីក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាហៅបានថាហោរាសាស្ត្រក្បួនតម្រាខ្មែរយើងនឹងគឺសល់ពីចាស់ពីដើមគាត់បានសរសេរចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយនឹងបានអាននិងបានយល់អំពីក្បួនតម្រានៅក្នុងក្បួនតម្រាខ្មែរគឺគេសរសេរអំពីការមើលរាសីរបស់មនុស្សឬក៏យើងខ្លះបើពាក្យចិនមកគេថាហុងស៊ុយតែបើខ្មែរយើងគឺយីអ៊ុនឬក៏រាសីហើយនៅក្នុងហ្នឹងមិនមែនមានតែមើលរាសីមួយមុខទេគឺមើលច្រើនប្រភេទណាស់តាំងពីលក្ខណៈប្រជ្រុយមើលអំពីទម្រង់មុខមើលអំពីខ្សែបាតដៃឬក៏មើលអំពីខែឆ្នាំប្តីប្រពន្ធគូស្រករអ្វីផ្សេងជាច្រើនណាស់អញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺពិសេសអញ្ចឹងបងប្អូនគឺអាចមើលដឹងអំពីលក្ខណៈមនុស្សម្នាក់បានច្រើនអំពីនិស្ស័យយើងដែលយើងត្រូវឆ្នាំនេះនឹងមានរឿងអ្វីកើតឡើងខែនេះនឹងមានរឿងអ្វីកើតឡើងគឺនិយាយទៅស្រួលអញ្ចឹងគឺអាចដឹងមុនខ្លះដែរតែមិនមែនថាត្រូវទាំង 100% បងណាគឺវាអាចត្រូវមួយចំណុចដែរអនថានេះជាចាស់ពីដើមគាត់ខំសរសេរធ្វើយ៉ាងដើម្បីឲ្យយើងនឹងបានដឹងបានយល់អំពីក្បួនតម្រាខ្មែរអញ្ចឹងនៅក្នុងថ្ងៃហ្នឹងខ្ញុំក៏នឹងបន្តមើលអំពីជោគជតារាសីព្រោះថាវីដេអូមុនគឺខ្ញុំមើលអំពីជោគជតារាសីឆ្នាំម្សាញ់ឥឡូវយើងបន្តមើលអំពីជោគជតារាសីរបស់ឆ្នាំមមីម្ដងព្រោះថាម្សាញ់ហើយមមីអញ្ចឹងការមើលជោគជតារាសីនេះគឺអាចដឹងអំពីរាសីរបស់លោកអ្នកដែលគាត់នឹងដឹងឆ្នាំហ្នឹងនឹងមានរឿងអ្វីកើតឡើងចំពោះគាត់ដល់ដឹងអញ្ចឹងនេះយើងនឹងត្រៀមខ្លួនឲ្យហើយខ្លាចវាដល់យើងមិនបានមើលយើងចេះតែទៅដើរលេងឆ្ងាយហើយរាសីយើងធ្លាក់ចុះអញ្ចឹងនឹងមានគ្រោះថ្នាក់អ្វីផ្សេងអញ្ចឹងបងប្អូនដែលគាត់កើតឆ្នាំមមីនឹងត្រៀមស្ដាប់ខ្ញុំនឹងមើលអំពីឆ្នាំមមីនៅក្នុងថ្ងៃនេះអញ្ចឹងឆ្នាំមមីលោកអ្នកដែលគាត់កើតឆ្នាំមមីឆ្នាំមមីគឺនាមសត្វសេះធាតុភ្លើងពងទេវតាស្រីអញ្ចឹងឆ្នាំមមីគឺនាមសត្វសេះធាតុភ្លើងពងទេវតាស្រីឆ្នាំមមីនិងឆ្នាំម្សាញ់គឺធាតុភ្លើងដូចគ្នាទាំងឆ្នាំហ្នឹងគឺធាតុភ្លើងដូចគ្នាហើយទេវតាស្រីពងទេវតាស្រីទៀតឥឡូវយើងទៅមើលអំពីរាសីរបស់គាត់វិញមនុស្សណាដែលគាត់កើតឆ្នាំមមីទំនាយបាននិយាយថានៅក្នុងឆ្នាំ2026នេះរាសីមិនល្អទេគឺនឹងត្រូវជួបប្រទះគ្រោះភ័យអន្តរាយញឹកញាប់ប៉ុន្តែអស់លោកត្រូវតាំងចិត្តឲ្យធន់តស៊ូពុះពៀឧបសគ្គគ្រប់បែបយ៉ាងនោះលោកអ្នកនឹងបានជួបលាភយ៉ាងល្អប្រសើរអញ្ចឹងលោកអ្នកដែលគាត់កើតឆ្នាំមមីគឺទំនាយនៅក្នុងឆ្នាំ2026ហ្នឹងគេថារាសីយើងហ្នឹងមិនល្អទេនឹងត្រូវជួបប្រទះគ្រោះភ័យអន្តរាយញឹកញាប់ប៉ុន្តែអស់លោកត្រូវតាំងចិត្តឲ្យធន់តស៊ូពុះពៀគ្រប់ឧបសគ្គគ្រប់បែបយ៉ាង
នោះលោកអ្នកនឹងបានជួបនឹងលាភយ៉ាងប្រសើរនិយាយទៅបើហាជាឆ្នាំហ្នឹងគេឲ្យយើងមានលាភតែទិរយានឹងវារឹងមាំដែរយើងមិនចោះចាញ់ឧបសគ្គអញ្ចឹងឆ្នាំមមីគឺរាសីហ្នឹងមិនល្អទេនៅក្នុងឆ្នាំ2026ហ្នឹងតែថាឧបសគ្គគឺមានច្រើនតែទិរយានឹងរឹងមាំយើងពុះពៀទោះគេស្ដីឲ្យឬគេមើលងាយយើងមិនក៏ដោយយើងកុំតព្រោះថាឧបសគ្គរបស់យើងគឺកន្លែងហ្នឹងយើងចាំប្រមូលផលនៅចុងក្រោយវិញព្រោះថារាសីនៅក្នុងឆ្នាំហ្នឹងគឺអាក្រក់មែនទែនបងមិនសូវល្អប្រហែលនេះអញ្ចឹងបងប្អូនគាត់កាត់ឆ្នាំមមីបងប្អូនត្រូវត្រៀមត្រជាបិទត្រជាទប់កុំឲ្យអ្នកដតីនឹងគាត់និយាយស្ដីមើងងាយឬក៏អ្វីផ្សេងដែលយើងមិនគួរព្រោះថាតែឆ្នាំយើងមិនល្អហើយបងគឺមនុស្សគ្រប់គ្នាគឺអត់មានអ្វីក្រៅពីសម្ដីទេសម្ដីគឺជាអាវុធអាចសម្លាប់មនុស្សបានអញ្ចឹងបើយើងតាំងចិត្តថាមិនខឹងមិនក្រោធអានឹងគឺឧបសគ្គរបស់យើងគឺកន្លែងហ្នឹងព្រោះថាកន្លែងដែលខ្លាំងបំផុតគឺសម្ដីហ្នឹងហើយទាំងឆ្នាំមីហ្នឹងគឺយើងប្រុងប្រយ័ត្នបំផុតណាគាត់តែគាត់លោកណាគាត់កាត់ឆ្នាំមីគឺប្រុងប្រយ័ត្នតែលៀបប្រហែលជាគេបានលៀបបាននៅចុងក្រោយបើយើងតាំងចិត្តតស៊ូហើយគេដាក់ថានឹងលៀបនឹងជួបលៀបយ៉ាងប្រសើរអញ្ចឹងលៀបនឹងបានចុងក្រោយណាគឺអត់អីទេតែយើងវារឿងពិបាកបន្តិចបើយើងតាំងចិត្តបានគឺលៀបនឹងបានយើងឲ្យស្រួលតែបើយើងមិនតាំងចិត្តមុះមុតតស៊ូអីទេគឺលៀបនឹងវាអាចនឹងរលាយបាត់ក៏មានដែរអាហ្នឹងគឺយើងតស៊ូតាំងចិត្តដែរនោះមិនមែនយើងលើតែគេនិយាយមើលបន្តិចឆេះឆាវរករឿងគេវិញអានឹងគេអាចនឹងរលាយលៀបនឹងមិនមានដែរអញ្ចឹងការមើលអំពីជោគជតារាសីរបស់ឆ្នាំមមីហ្នឹងគឺមានតែប៉ុណ្្នឹងប៉ុណ្ណាអញ្ចឹងបងប្អូនយល់ហើយណារឿងឆ្នាំមមីនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងគឺមិនតាន់ទេរាសីគឺមិនតាន់ល្អទេតែយើងត្រូវតែប្រុងប្រយ័ត្នផងគេដាក់ថានឹងជួបរឿងច្រើនប៉ុនជួបប្រទះគ្រោះភ័យអន្តរាយញឹកញាប់ទៀតណាតែយើងតាំងចិត្តនឹងឲ្យមាំបានbịឆ្លងផុតគ្រោះនឹងបានអាហ្នឹងក្នុងកម្ពីគេដាក់អញ្ចឹងមិនមែនខ្ញុំចេះតែនិយាយឲ្យផុតពីមាត់រោនឹកនិយាយអត់ទេគឺយើងមានកម្ពីគល់ដើម្បីយើងមកមើលប្រាប់បងប្អូនរបស់គ្នាហើយយើងបកស្រាយមិនមែនយើងចេះតែរនឹកនិយាយថាឆ្នាំនេះទៅរាសីឆ្នាំនេះនឹងមិនល្អឬក៏ល្អអត់ទេមិនមែនយើងនឹកឃើញតាមតែយើងអីទេអានេះយើងមានកម្ពីរបស់យើងជាគោច្បាស់លាស់អញ្ចឹងបើខ្ញុំមកមើលរួចរាល់ហើយបងណាគឺឆ្នាំមមីហ្នឹងអញ្ចឹងបើខ្ញុំនិយាយស្ដីទៅវាមិនសមរម្យឬក៏វាខ្វះពាក្យសម្ដីអ្វីមួយឬក៏អានទៅវារ៉ាត់ដប់មិនល្អមិនច្បាស់លាស់អីបងប្អូនសូមអភ័យទោសដោយសារតែខ្ញុំមើលហ្នឹងគឺមិនបានត្រៀមទុកទេគឺខ្ញុំទំនេរពីការងារខ្ញុំឆ្លៀតមើលកម្ពីក្បួនតម្រាខ្មែរនឹងផ្លែមតែបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីរាសីរបស់លោកអ្នកនៅក្នុងឆ្នាំ2026ខាងមុខហ្នឹងអញ្ចឹងខ្ញុំក៏អត់មាននិយាយវែងឆ្ងាយតទៅទៀតដែរតែសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យបានជួបតែសំណាងល្អខំធ្វើអំពើល្អទាំងអស់គ្នានិងជួបផលល្អវិញព្រោះថាប្រហែលឆ្នាំចុងក្រោយនេះគឺប្រទេសជាតិយើងគឺសម្បូរទៅដោយរឿងរឿងប្រហែលឆ្នាំហ្នឹងគឺជួបរឿងអាក្រក់ច្រើនណាស់តាមបន្ទាត់ព្រំដែនក៏ជួបរឿងផ្ទៃក្នុងក៏ច្រើនដែរអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នរឿងលុយកាក់រកសម្បត្តិអ្វីផ្សេងកុំចេះតែចាយចុងដល់ថ្ងៃក្រោយមានអសន្នអន់ក្រអីវានឹងខ្វះខាតដល់យើងវិញព្រោះថាមួយឆ្នាំគឺប្រែប្រួលរហូតយើងមើលមិនឃើញទៅមុខទេបងប្អូនព្រោះថាអ្វីយើងមើលមិនឃើញគឺថ្ងៃមុខប្រែប្រួលមួយថ្ងៃប្រែប្រួលបន្តិច
មួយខែប្រែប្រួលបន្តិចមួយឆ្នាំប្រែប្រួលបន្តិចអញ្ចឹងអ្វីៗគឺវាមិនទៀងណែអញ្ចឹងឲ្យគេឲ្យប្រុងប្រយ័ត្នហ្នឹងបងណាគេមិនឲ្យយើងធ្វេសប្រហែសអ្វីមួយទេអញ្ចឹងខ្ញុំក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អគ្រប់គ្នា